នេះគឺជារឿងពិតដែលបានកាត់ឡើងជាមួយជីតារបស់ខ្ញុំកាលពីជាយូរណាស់មកហើយនៅពេលដែលលោកតានៅក្មេងនៅពេលនោះមានអ្នកភូមិម្នាក់ប្រកាសលក់ដី1 ហិកតាតម្លៃដីនៅសម័យនោះមិនថ្លៃទេជីតាចូលចិត្តទីតាំងដីនេះណាស់ហើយសម្រេចចិត្តយកលុយសន្សំទៅទិញទុកដីនោះពីមុនជាដីព្រៃក្រាស់លោកត្រូវកាន់កាំបិតនិងពូថៅកាប់ឈើនិងស្មៅអស់ជាច្រើនថ្ងៃទើបអាចសម្អាតដីបានសម្រាប់សង់ផ្ទះក្រោយមកលោកបានសង់ផ្ទះឈើមួយដោយខ្លួនឯងព្រោះលោកជាជាងឈើដែលមានជំនាញចំណាយពេលមិនដល់2 សប្តាហ៍ក៏សង់រួចហើយឈើដែលនៅសល់ក៏យកទៅសង់បន្ទប់ទឹកដាច់ដោយឡែកមួយដី1 ហិកតានោះក៏ត្រូវបានប្រើសម្រាប់ធ្វើស្រែចម្ការនិងដាំបន្លែផងដែរប៉ុន្តែនៅយប់ដំបូងដែលលោកទៅស្នាក់នៅផ្ទះថ្មីមានរឿងចម្លែកកើតឡើងដំបូងអ្វីៗស្ងប់ស្ងាត់ធម្មតាលុះដល់ប្រហែលពាក់កណ្ដាលអាធ្រាត្រលោកបានឮសំឡេងជើងដើរជន់មែកឈើស្ងួតបាក់បែកជាបន្តបន្ទាប់ធ្វើឲ្យលោកភ្ញាក់ពីដំណេកពេលសម្លឹងទៅខាងក្រៅលោកឃើញយាយចំណាស់ម្នាក់សក់សស្គុះស្លៀកខោខ្មៅពាក់អាវសដោយសារតែងងឹតមុខរបស់គាត់មើលមិនច្បាស់ទេគ្រាន់តែឃើញភ្នែកពណ៌សភ្លឺរលោងនៅកណ្ដាលភាពងងឹតលោកគិតថាប្រហែលជាយាយចាស់ម្នាក់ដើរកាត់ហើយមិនបានយកចិត្តទុកដាក់ប៉ុន្តែភ្លាមយាយចំណាស់នោះបានប្រែក្លាយទៅជាឆ្កែខ្មៅដ៏ធំមួយហើយរត់សម្ដៅមកបុកជញ្ជាំងផ្ទះយ៉ាងខ្លាំងលោកភ័យខ្លាចខ្លាំងណាស់ហើយរត់ទៅឡើងដើមអំពិលធំមួយនៅខាងក្រោយផ្ទះលាក់ខ្លួននៅលើដើមឈើរហូតដល់ភ្លឺពេលព្រឹកលោកចុះពីដើមអំពិលហើយត្រឡប់ទៅផ្ទះសំណាងល្អផ្ទះមិនមានការខូចខាតអ្វីឡើយបន្ទាប់មកលោកក៏ត្រឡប់ទៅភូមិវិញហើយប្រាប់រឿងនេះដល់សាច់ញាតិអ្នកទាំងអស់គ្នានិយាយថាវាប្រហែលជាខ្មោចព្រោះជាព្រៃក្រាស់ដែលគេជឿថាមានវិញ្ញាណរស់នៅប្រហែលជាការសង់ផ្ទះបានរំខានកន្លែងរស់នៅរបស់វាទោះជាយ៉ាងណាលោកមិនខ្លាចទេលោកនិយាយថាដីនេះជារបស់ខ្ញុំវើយខ្ញុំមានប្លង់កម្មសិទ្ធិត្រឹមត្រូវបន្ទាប់មកលោកបានយកសាច់មាន់ឆៅដាក់ក្នុងថង់ព្រមទាំងយកកាំភ្លើងនិងកាំបិតទៅជាមួយដើម្បីស្នាក់នៅផ្ទះនោះម្ដងទៀតនិងរងចាំប្រឈមមុខនឹងខ្មោចចំណាស់នោះនៅយប់នោះលោកយកសាច់មាន់ឆៅទៅដាក់នៅមុខផ្ទះជានុយលុះដល់ពាក់កណ្ដាលអាធ្រាត្រស្រាប់តែឮសំឡេងដើរជន់ស្លឹកឈើស្ងួតជុំវិញផ្ទះបន្តិចក្រោយមកខ្មោចបានបង្ហាញខ្លួនអង្គុយចុះហើយយកសាច់មាន់ឆៅទៅខាំស៊ីយ៉ាងរំភើយនៅពេលនោះលោកមិនបង្អង់ឡើយក៏បាញ់ភ្លាមពេលឃើញថាវាដួលនិងមិនអាចរស់បានទៀតលោកក៏ដើរត្រឡប់ចូលទៅផ្ទះវិញដោយទុកសាកសពរបស់វាចោលនៅទីនោះចាប់តាំងពីថ្ងៃនោះមកជីតារបស់ខ្ញុំរស់នៅទីនោះដោយសុខសាន្តមិនមានខ្មោចឬហេតុការណ៍ចម្លែកណាមួយមករំខានលោកទៀតឡើយ